បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងសូមបង្ហាញអំពីគន្លឹះនៃការកត់ត្រាប្រតិបត្តិការដ៏ស្មុគស្មាញមួយរបស់គណនេយ្យភាពស្មុគស្មាញនេះភាគច្រើនត្រូវបានគេសួរនៅក្នុងបទសម្ភាសន៍ដែរចំពោះមុខតំណែងជាគណនេយ្យ assistant accounting assistant អីហ្នឹងយើងភាគច្រើនគាត់មានបញ្ហាពិបាកនៅក្នុងការចុះគេហៅថា PPE នេះគឺមានន័យថាជាអក្សរពេញគឺ property plant and equipment ដែលគេហៅថា fixed asset registration ការចុះបញ្ជី fixed asset ចឹងភាពស្មុគស្មាញមួយទៅលើសំណួរដែលគេភាគច្រើនសួរហ្នឹងយើងបង្ហាញជាឧទាហរណ៍ដូចតទៅនេះយើងមានT company មួយគាត់បានទិញឡាននៅតម្លៃ$5,000ដែលអាយុកាលនៃការប្រើប្រាស់របស់ឡានហ្នឹងគឺរយៈពេល5ឆ្នាំបាទយើងទិញយើងបង្ហាញប្រាប់គេប្រាប់ថាទិញជាសាច់ប្រាក់សុទ្ធផងដែរទិញនៅថ្ងៃទី1មករា2015អញ្ចឹងគេសួរយើងថាសំណួរទី1គេឲ្យយើងចុះ double entry ហ្នឹងគឺ debit credit ទៅលើប្រតិបត្តិការនៅថ្ងៃទី1ខែមករាឆ្នាំ2015ហ្នឹងសំណួរទី1នេះភាគច្រើនគឺនិស្សិតគាត់ធ្វើបានប៉ុន្តែនៅសំណួរទី2នេះនិស្សិតភាគច្រើនគាត់ធ្វើអត់បានទេគឺសំណួរគេបានប្រាប់ថាឡានហ្នឹងត្រូវបានលក់នៅឆ្នាំទី3នៅក្នុងតម្លៃ$2,500ជាសាច់ប្រាក់ដែលគេឲ្យយើងប្រើវិធីរំលោះជាលក្ខណៈ straight line method អញ្ចឹងដើម្បីបកស្រាយនៅចម្ងល់និស្សិតមួយចំនួនដែលគាត់មានភាពលំបាកមានគាត់មានភាពលំបាកក្នុងការចុះបញ្ជី debit credit ហ្នឹងយើងសូមបង្ហាញនៅគន្លឹះអាចកំបាំងមួយចំនួនគឺដើម្បីអាចចុះបញ្ជីគណនេយ្យបានត្រឹមត្រូវគឺយើងត្រូវធ្វើម៉េចឲ្យ balance របស់ debit នេះស្មើនឹង credit អញ្ចឹងចាប់ផ្ដើមដំបូងភ្លាមគឺយើងត្រូវធ្វើម៉េចឲ្យ debit ស្មើនឹង credit អញ្ចឹងយើងត្រូវចាប់ផ្ដើមវិធីប្រតិបត្តិការទិញឡានមានន័យថាស្អីគេកើនណាទិញឡានគឺ fixed asset កើន fixed asset កើនបាន$5,000យើងទិញចូលគឺកើនណាអ្វីដែលជាការថយចុះនោះគឺសាច់ប្រាក់របស់យើងយកលុយទៅឲ្យគេមានន័យថាសាច់ប្រាក់ថយចុះ$5,000អញ្ចឹងយើងឃើញថា balance របស់ debit និង credit គឺស្មើគ្នា$5,000អញ្ចឹងសំណួរទី1អត់មានអីលំបាកទេនិស្សិតគាត់អាចឆ្លើយបានទៅនឹងចម្លើយនេះចម្លើយសំណួរទី2នេះគឺគាត់កាត់ចោលនៅការរំលោះមិនដែរគាត់ថានៅឆ្នាំទី3ឡានហ្នឹងត្រូវបានលក់ចេញអញ្ចឹងគេឲ្យយើងចុះប្រតិបត្តិការហ្នឹងចុះយ៉ាងម៉េចអញ្ចឹងដើម្បីអាចឆ្លើយនៅសំណួរទី2នេះបានដូចគ្នាដែរទី1គឺយើងរៀបចំយ៉ាងម៉េចឲ្យ debit ស្មើនឹង credit យើងដាក់រូបមន្តវា debit ស្មើនឹង credit អញ្ចឹងយើងឃើញថាលក់ឡានយើងបានជាសាច់ប្រាក់អញ្ចឹងមានន័យថាសាច់ប្រាក់យើងកើនឡើងអញ្ចឹងអ្នកទិញគាត់បង់លុយឲ្យយើងមក$2,500អញ្ចឹងយើងបាន cash កើនឡើង$2,500ខាង credit អញ្ចឹងអ្វីដែលថយចុះនឹងគឺឡានមានន័យថាឡានយើងអស់ហើយចេញពីបញ្ជីយើងបានហើយ$5,000យើងទិញចូលហ្នឹងគឺអស់ពីបញ្ជីអញ្ចឹងដើម្បីឲ្យឡានកាត់ចេញពីបញ្ជីគឺយើងត្រូវថយចុះពី credit 5,000អញ្ចឹងចុះដំបូង debit 5,000បន្ទាប់មកយើងចុះ credit 5,000អញ្ចឹងអ្វីដែលជាចុង
ក្រោយគឺឡានហ្នឹង0នៅក្នុងgeneral ledger យើង0អញ្ចឹងយើងឃើញថាមួយទៀតដែលថយចុះហ្នឹងគឺ accumulated depreciation ប្រមាណនៅក្នុងឆ្នាំទី3តើ accumulated depreciation ហ្នឹងអស់តម្លៃប្រមាណអញ្ចឹងយើងត្រូវដឹងថាមួយឆ្នាំអស់ប្រមាណមួយឆ្នាំគឺយើងប្រើឡានហ្នឹងរំលោះ5ឆ្នាំអញ្ចឹងមួយឆ្នាំឃើញប្រមាណចែកនឹង5ទៅមួយឆ្នាំឃើញ1000ចុះ3ឆ្នាំគុណនឹង3ទៅអញ្ចឹងយើងរំលោះអស់3000ណាអញ្ចឹងយើងឃើញថា debit និង credit មិនស្មើគ្នាទេខុសគ្នា$500អញ្ចឹងយើងត្រូវចុះ$500ទៀតទើបស្មើគ្នាអញ្ចឹងយើងត្រូវដឹងថាគណនី500ហ្នឹងគឺស្អីគេអញ្ចឹងគណនី$500ហ្នឹងគឺ gain on disposal fixed asset អញ្ចឹងទីបញ្ចប់យើងបាន complete នៅសំណួរទី2ដ៏ជោគជ័យដាក់ជូនទៅឆ្លើយតបទៅនឹងសំណួរគេបានសួរចោទសួរមកលើយើងអញ្ចឹងបើតាមក្បួនច្បាប់របស់គណនេយ្យដើម្បីឲ្យរក accumulated depreciation នេះបានហើយនឹង gain on the disposal of fixed asset នេះបានគឺយើងត្រូវធ្វើតារាងមួយប៉ុន្តែដោយសារពេលវេលាខ្លីសម្រាប់អ្នកសួរគាត់ចង់ដឹងភ្លាមយើងអាចព្រោះគេឆ្លើយគេសួរតែនេះទេគេសួរតែឲ្យយើងចុះបញ្ជីទេអញ្ចឹងយើងដើម្បីអាចឆ្លើយតបលឿនយើងប្រើវិធីនេះ debit ស្មើនឹង credit អញ្ចឹងយើងសូមបង្ហាញតារាងមួយចំនួនពី fixed asset ហ្នឹងដើម្បីផ្ទៀងផ្ទាត់ថាតើវាត្រឹមត្រូវឬក៏យ៉ាងម៉េចអញ្ចឹងតារាងនេះគឺគេហៅ fixed asset registration អញ្ចឹងមានឆ្នាំណាឆ្នាំទី1ទី2ទី3ទី4ទី5នេះ description គឺ fixed asset ខារបស់យើងតម្លៃទិញចូលគឺ$5000រំលោះអត្រារំលោះនេះគឺ5ឆ្នាំមានថា1ចែកនឹង5 1ចែកនឹង5ឃើញ20 0.20 អញ្ចឹងវាស្មើនឹងគិតជាភាគរយ20%អញ្ចឹងមួយឆ្នាំយើងរំលោះ20%អញ្ចឹងរំលោះជាប្រចាំឆ្នាំមួយឆ្នាំអស់1000គឺយើងយក history cost ចែកនឹង5ទៅឬក៏គុណនឹងអត្រាប្រចាំឆ្នាំទៅឃើញ1000ដែល accumulated depreciation នេះនៅឆ្នាំទី1គឺអស់1000ឆ្នាំទី2មានថារំលោះបូកយោងរហូតឆ្នាំទី2អស់2000នេះគឺ net book value end of the year មានថានៅចុងឆ្នាំទី1នៅសល់តែ4000ទេអញ្ចឹងនៅឆ្នាំទី2យើងរំលោះសរុប2000ទៀតអញ្ចឹងនៅចុងឆ្នាំនៅសល់3000នៅឆ្នាំទី3យើងរំលោះសរុបអស់3000ដែលយើងនេះចុះមិញនេះ accumulated depreciation នេះគឺយើងចុះ debit នេះមានថាយើងកាត់ depreciation មកវិញ accumulated depreciation មកវិញអញ្ចឹងនៅចុងឆ្នាំយើងនៅសល់តែ2000ទេតម្លៃឡានរបស់យើងអញ្ចឹងយើងឃើញថាតម្លៃលក់ឡាននៅឆ្នាំទី3គឺ2500អញ្ចឹងតម្លៃលក់ដកឲ្យតម្លៃនៅសល់មានខុសអញ្ចឹងយើងចំណេញ$500ដែលយើងចុះនៅក្នុងគណនីយើងអំបញ្ញមិញនេះអញ្ចឹងប្រតិបត្តិការទី2យើងត្រឹមត្រូវអញ្ចឹងសំណួរនេះគឺយើងអាចឆ្លើយបានទៅនឹងអ្នកសម្ភាសរបស់យើងបានហើយយើងឆ្លើយបានលឿនអ្នកសម្ភាសយើងទទួលយកបានអរគុណយើងសម្រាប់ការតាមដានយើងនឹងមានคลิปបន្តបន្ទាប់ទៀតដែលអាចជួយពង្រឹងសមត្ថភាពបងប្អូនក៏ដូចជាបងសិស្សទាំងឡាយ